nhóm សាក់ល្បងធ្វើ Telegram bot ដើម្បីបកប្រែសំឡេងទៅជាអក្សរហើយយកទៅប្រើក្នុង CapCut តោះចង់ដឹងអត់ថាខ្ញុំធ្វើមិនខ្លះយើងទៅមើលទាំងអស់គ្នាអូខេដើម្បីបង្កើត bot បានដំបូងឡើយគឺយើងត្រូវឆាតទៅ bot folder ហើយយើងធ្វើតាម instruction របស់ bot folder ទៅយើងនឹងទទួលបាននៅ token ដើម្បីយកទៅប្រើប្រាស់នៅក្នុង app របស់យើងអូខេអញ្ចឹងបន្ទាប់ពីយើងបាន token access ហើយយើងអាច access ទៅកាន់ bot របស់យើងបានដោយប្រើ API យើងអាចប្រើប្រាស់នៅ Python អីចឹងអូខេអញ្ចឹងនេះជា graph របស់ខ្ញុំចឹងខ្ញុំមាន Telegram ចឹង Telegram ហ្នឹងគឺវាធ្វើការ handle នៅ chat ចឹងខ្ញុំមាននៅ Python app របស់ខ្ញុំចឹងនៅក្នុង Python app របស់ខ្ញុំគឺមាន service 2ន័យថា service ទី1គឺបកប្រែសលេងដោយប្រើ AI មួយទៀតយើងយកអក្សរហ្នឹងដើម្បីទៅ sync ជាមួយនឹង audio របស់យើងដែលបានផ្ញើមកហ្នឹងចឹង bot របស់ខ្ញុំហ្នឹងអត់មានអីច្រើនទេយើងចាប់ផ្ដើមដោយពាក្យថា /chat ចឹងនៅពេល /chat ហ្នឹងវានឹងផ្ញើសារ instruction មកកាន់យើងប្រាប់ថារបៀបយើងត្រូវប្រើមិនចឹងអូខេរបៀបស្រួលទេគ្រាន់តែយើងទាញ audio ដាក់ចូលវានឹងធ្វើការ process ឲ្យយើងអូខេអញ្ចឹងខ្ញុំធ្វើការទាញ audio ដាក់ចូលបន្ទាប់ពីទាញហើយគឺ Telegram bot ហ្នឹងនឹងធ្វើការទាញយក audio របស់យើងហើយប្រើទៅជាអក្សរអូខេនេះជា result ដែលបានមកពី AI របស់យើងឥឡូវមើលទៅមានថាមួយ line ហ្នឹងមួយបន្ទាត់ហ្នឹងគឺមាន3អក្សរអូខេអញ្ចឹងដើម្បីអាចកែវាទៅជាមួយអក្សរបានគ្រាន់តែវាយទៅ /word ទៅហ្នឹងហើយអញ្ចឹងវានឹងធ្វើការកាត់ទៅចំនួនអក្សរដែលយើងចង់បានអូខេឧទាហរណ៍មួយពាក្យបាទហើយនេះជា result ចំនួនមួយពាក្យបាទតោះអ្នកនរគ្នាមកមើលពីរបៀបអីចឹងអូខេចឹងនេះជាអ្វីយើងចង់បានអូខេចឹង API ខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែមួយ endpoint ទេគឺ endpoint process file ចឹងធ្វើការ audio តមក text file ហើយនឹងចំនួនពាក្យនៅក្នុងមួយ line អូខេអញ្ចឹងនេះជា API របស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំប្រើប្រាស់នៅ Fast API ដើម្បីធ្វើការធ្វើជា micro service អញ្ចឹងត្រឡប់មក Telegram app របស់យើងវិញអត់មានអីច្រើនទេយើងមាន help command ហើយ help command នឹងធ្វើការប្រើប្រាស់នៅ AI ដើម្បីបកប្រែសំឡេងទៅជាអក្សរហើយយើងធ្វើការ proxy ទៅកាន់ endpoint របស់យើងនេះឈ្មោះថា process file បន្ទាប់ពីយើងទទួលបាននៅ result វិញគឺយើងធ្វើការ send ទៅ client អូខេចុងក្រោយចំណុចមួយចំនួនដែលខ្ញុំត្រូវ improve ហ្នឹងគឺយើង handle ខ្ជូអញ្ចឹងនៅក្នុង system ហ្នឹងអត់ទាន់មានអ្វីដែលអាច handle ខ្ជូបានទេមួយវិញទៀតយើងត្រូវ validate ថា audio ហ្នឹងវាវែងឬក៏ខ្លីដើម្បីឲ្យកំណត់ថា system យើងអាច process បានរយៈពេលប្រហែលអញ្ចឹងហើយចំនួនចុងក្រោយតើ Telegram ល្អសម្រាប់ធ្វើជា app ប្រភេទហ្នឹងទេចម្លើយគឺថា yes ហេតុអីដោយសារតែយើងនៅពេលទទួលបាន result ទៅគឺយើងអាចប្រើប្រាស់បាននៅក្នុង computer បាននៅក្នុងទូរស័ព្ទអញ្ចឹងយើងអត់ញញ៉ៃផ្ញើ file ចុះឡើងទេអូខេវីដេអូមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាកុំភ្លេចចុច follow subscribe ម្នាក់មួយផងអូខេបាយបាយ